ដើមឈើចេះនិយាយក្នុងភូមិដ៏ស្រស់ស្អាតអមដោយសម្រស់ធម្មជាតិគួរជាទីគយគន់មានដើមឈើពីបុរាណដ៏ធំមួយដុះនៅក្នុងសួនច្បារនៅចំកណ្ដាលក្នុងភូមិនោះដើមឈើនេះមានអាយុរាប់រយឆ្នាំបែកមែកសាខាដុះខ្ពស់កប់វេហានិងជាម្លប់ត្រឈឹងត្រឈៃដែលជាទីជម្រកសត្វនិងអ្នកភូមិនៅទីនោះមកអង្គុយលំហែកម្សាន្តក្រោមម្លប់ឈើអ្វីដែលពិសេសគឺដើមឈើនេះចេះនិយាយមនុស្សភាគច្រើននៅក្នុងភូមិនេះមិនបានដឹងអំពីអាចកំបាំងនេះទេប៉ុន្តែសត្វនានាសុទ្ធតែបានដឹងសត្វកំប្រុកតែងមកជជែកជាមួយដើមឈើបក្សីតែងមកច្រៀងកំដរដើមឈើដើមឈើបានធ្វើជាអ្នកមើលថែនិងការពារបរិស្ថានធម្មជាតិក្នុងភូមិមួយនេះអស់រយៈពេលរាប់រយឆ្នាំមកហើយនៅរសៀលថ្ងៃមួយក្រុមក្មេងមួយក្រុមបានមកលេងកម្សាន្តក្នុងសួនពួកគេបាននាំមកជាមួយនៅនំចំណីអាហារនិងភេសជ្ជៈផងដែរបន្ទាប់ពីរត់លេងកម្សាន្តពួកគេបានអង្គុយញ៉ាំអាហាររបស់ខ្លួនក្រោមម្លប់ឈើក្រោយពីពួកគេបានញ៉ាំរួចពួកគេបានបន្សល់ទុកសំបកដបក្រដាសវេចខ្ចប់នំនិងថង់ប្លាស្ទិកនៅរាយប៉ាយក្បែរគល់ឈើក្រោយពីឃើញទិដ្ឋភាពបែបនេះដើមឈើដកដង្ហើមធំវាក៏ធ្លាប់ឃើញករណីបែបនេះកើតមានពីមុនផងដែរគឺខ្យល់នឹងបក់យកសំណល់ទាំងនេះចូលទៅក្នុងអូរនៅក្បែរនោះសត្វកំប្រុកនឹងមកកកាយសំណល់ទាំងនេះតែបង្កជាភាពកខ្វក់ក្នុងបរិស្ថានដើមឈើក៏គិតថាដល់ពេលដែលខ្លួនត្រូវហ៊ាននិយាយទៅកាន់ក្មេងៗទាំងនេះហើយបន្ទាប់មកដើមឈើបាននឹងរួនមែកឈើបង្កើតជាសម្លេងទង្គិចគ្នានៃស្លឹកឈើលាន់រងំហើយក៏ចាប់ដើមនិយាយសម្លេងធ្ងន់ធ្ងរលាន់រំពងក្នុងសួនថាហើយអ្វីបានជាអ្នកទាំងអស់គ្នាបំផ្លាញទីកន្លែងដែលបានផ្ដល់ម្លប់ត្រជាក់និងខ្យល់បរិសុទ្ធដល់អ្នកទាំងអស់គ្នាទៅវិញក្មេងៗមានភាពស្រឡាំងកាំងមើលគ្នាចុះឡើងហើយក៏មើលទៅដើមឈើដោយភាពភ្ញាក់ផ្អើលក្មេងម្នាក់ក្នុងនោះក៏លាន់មាត់តើដើមឈើជាអ្នកនិយាយជាមួយពួកយើងមែនទេដើមឈើក៏តបដោយភាពមើងម៉ាត់ថាត្រូវហើយគឺខ្ញុំជាអ្នកនិយាយអ្នកទាំងអស់គ្នាបានចោលសម្រាមពាសវាលពាសកាលក្បែរឫសរបស់ខ្ញុំតើអ្នកទាំងអស់គ្នាដឹងថានឹងមានអ្វីកើតឡើងទេបើពួកយើងចោលសម្រាមផ្ដេសផ្ដាសបែបនេះក្មេងៗក្រវីក្បាលដើមឈើដកដង្ហើមធំហើយពោលថាការចោលសម្រាមគ្មានរបៀបនាំឲ្យប៉ះពាល់បរិស្ថានផែនដីរបស់យើងផ្លាស្ទិកមិនពុកផុយទេដូច្នេះវានឹងបំផ្លាញដល់សត្វទាំងឡាយបំពុលទឹកនិងធ្វើឲ្យខូចដីបក្សីតូចមួយក៏បានហោះចុះមកលើដីហើយចាក់លើគម្របដបហើយនិយាយថាខ្ញុំប៊ីសនឹងលេបវានេះចូលពោះកាលពីលើកមុនបើលេបមែនខ្ញុំប្រហែលជាមិនរស់ទេទុនសាយមួយក្បាលលោតចូលមកជិតហើយនិយាយថាកាលពីថ្ងៃមុនជើងរបស់ខ្ញុំបានជាប់ក្នុងថង់ប្លាស្ទិកមួយវាបានធ្វើឲ្យខ្ញុំឈឺពេញមួយថ្ងៃក្មេងៗក៏សម្លឹងដាក់គ្នាដោយទឹកមុខបង្ហាញការដឹងកំហុសរបស់ខ្លួនមេប្រុសម្នាក់ក៏និយាយថាពួកយើងមិនមានចេតនាធ្វើបែបនេះទេដើមឈើក៏តបបន្តថាអញ្ចឹងតើឥឡូវអ្នកទាំងអស់គ្នាដឹងខុសហើយមែនទេ
ហើយចង់ជួយបរិស្ថានរបស់យើងទេក្មេងៗក៏ឆ្លើយស្រស់គ្នាថាចង់ដោយមិនបង្អង់ពួកគេចាប់ផ្ដើមរើសសម្រាមដែលរាយប៉ាយទាំងអស់និងវេចខ្ចប់ស្អាតបាតហើយយកទៅដាក់ក្នុងធុងសម្រាមនៅក្បែរនោះដើមឈើនិយាយទៅពួកគេថាអរគុណអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចេះការពារបរិស្ថាននោះបរិស្ថាននឹងការពារអ្នកទាំងអស់គ្នាវិញមិនខានចាប់ពីថ្ងៃនោះមកក្មេងៗក៏ប្រាប់តៗគ្នាអំពីដើមឈើចេះនិយាយព្រមទាំងអំពីសារៈសំខាន់នៃការរក្សាការពារបរិស្ថានពួកគេថែមទាំងបានបង្កើតក្រុមកែច្នៃសំណល់នៅសាលាទៀតផងហើយជួយណែនាំដល់អ្នកដែលចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅក្នុងភូមិរបស់ខ្លួនផងដែរដើមឈើបានសម្លឹងមើលសកម្មភាពរបស់ក្មេងៗដោយក្តីញញឹមដោយបានដឹងថាពួកគេជាពន្លកដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយគំនិតអប់រំក្នុងរឿងត្រូវចេះគោរពនិងការពារធម្មជាតិទង្វើតូចមួយដូចជាការរើសសម្រាមការចេះកែច្នៃឡើងវិញក៏អាចធ្វើឲ្យបរិស្ថានរស់នៅរបស់យើងប្រកបដោយសុវត្ថិភាពនិងអនាម័យជៀសផុតពីជំងឺបានដែរ